នៅខែមិថុនាឆ្នាំ2024ច្បាប់ស្តីពីវិសោធនកម្មមួយផ្នែកនៃច្បាប់ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍និងការទទួលស្គាល់ជនភៀសខ្លួននិងច្បាប់ស្តីពីការអនុវត្តការហ្វឹកហ្វឺនជំនាញសម្រាប់ជនបរទេសឲ្យបានត្រឹមត្រូវនិងការការពារកម្មសិក្សាការីហ្វឹកហ្វឺនជំនាញត្រូវបានដាក់ឲ្យប្រើប្រាស់តាមរយៈការអនុវត្តច្បាប់នេះកម្មវិធីកម្មសិក្សាការីហ្វឹកហ្វឺនជំនាញដែលហៅកាត់ថា TITP ត្រូវបានកែលម្អជាមូលដ្ឋានហើយកម្មវិធីការងារសម្រាប់អភិវឌ្ឍជំនាញដែលហៅកាត់ថា ESD ដែលមានគោលបំណងទាំងអភិវឌ្ឍនិងធានានូវធនធានមនុស្សសម្រាប់វិស័យដែលកំពុងខ្វះកម្លាំងការងារនៅក្នុងប្រទេសជប៉ុននឹងត្រូវបានបង្កើតឡើងកម្មវិធី ESD នឹងចូលជាធរមាននៅថ្ងៃដែលត្រូវបានកំណត់ដោយអនុក្រឹត្យប៉ុន្តែមិនឲ្យលើសពីខែមិថុនាឆ្នាំ2027ទេដែលមានរយៈពេល3ឆ្នាំបន្ទាប់ពីការប្រកាសឲ្យប្រើប្រាស់ច្បាប់នេះផែនការបច្ចុប្បន្នច្បាប់នេះនឹងចូលជាធរមាននៅក្នុងខែមេសាឆ្នាំ2027គោលបំណងនៃកម្មវិធី ESD គឺដើម្បីអភិវឌ្ឍធនធានមនុស្សដែលមានជំនាញនៅក្នុងពលករជំនាញកម្រិត1ដែលហៅកាត់ថា ESW1 ដោយការធ្វើការងាររយៈពេល3ឆ្នាំនៅក្នុងប្រទេសជប៉ុននិងដើម្បីធានាបាននូវធនធានមនុស្សក្នុងវិស័យនេះវិស័យដែលទទួលយកកម្មករនិយោជិតក្រោមកម្មវិធី ESD នេះជាវិស័យដែលស័ក្តិសមសម្រាប់អនុញ្ញាតឲ្យកម្មករនិយោជិតទទួលបានជំនាញតាមរយៈការងារក្នុងវិស័យឧស្សាហកម្មជាក់លាក់របស់កម្មវិធីពលករជំនាញដែលហៅកាត់ថា SSW នៅក្នុងកម្មវិធី ESD មានបទបញ្ញត្តិគោលការណ៍ពីរប្រភេទគឺគោលការណ៍ជាមូលដ្ឋាននិងគោលការណ៍ប្រតិបត្តិការជាក់លាក់តាមវិស័យការងារទៅតាមប្រភេទក្នុងវិស័យឧស្សាហកម្ម ESD នីមួយៗក្នុងគោលការណ៍ប្រតិបត្តិការជាក់លាក់តាមវិស័យការងារគឺពាក់ព័ន្ធនឹងស្ថាប័នរដ្ឋាភិបាលនិងឧស្សាហកម្មនៅក្នុងវិស័យនីមួយៗលើសពីនេះក្រោមលក្ខខណ្ឌមួយចំនួនរំពឹងទុកដែលអាចទទួលយកបានក្នុងវិស័យនីមួយៗនឹងត្រូវបានកំណត់ដែលនឹងជាដែនកំណត់តួលេខខ្ពស់បំផុតសម្រាប់ការទទួលយកកម្មករនិយោជិតចំនួនដែលរំពឹងទុកទំនងជានឹងត្រូវបានប្រកាសនៅចុងឆ្នាំ2025ចំណុចនេះជាភាពខុសគ្នាពីកម្មវិធី TITP ដែលមានពីមុនមកចំណុចពីរខាងក្រោមនេះហាក់បីជាដូចគ្នាទៅនឹងកម្មវិធី TITP នោះគឺការអនុម័តលើគម្រោងសម្រាប់អនុវត្ត ESD និងអាជ្ញាប័ណ្ណរបស់ស្ថាប័នត្រួតពិនិត្យនិងគាំពារទី1នៅក្នុងកម្មវិធី ESD ភាគីដែលទទួលយកជនបរទេសត្រូវរៀបចំគម្រោងការងារសម្រាប់អភិវឌ្ឍជំនាញជនបរទេសម្នាក់ៗដូចគ្នានឹងកម្មវិធី TITP ដែរហើយត្រូវមានប្រព័ន្ធអនុម័តទទួលស្គាល់គម្រោងដោយអង្គភាពការងារសម្រាប់អភិវឌ្ឍជំនាញហៅកាត់ថា ESDO ដែលនឹងជំនួសឲ្យអង្គការហ្វឹកហ្វឺនជំនាញសម្រាប់ជនបរទេសហៅកាត់ថា OTIT ដែលមាននាពេលបច្ចុប្បន្នគម្រោងការងារសម្រាប់អភិវឌ្ឍជំនាញមានរយៈពេល3ឆ្នាំនិងបញ្ជាក់ពីប្រភេទការងារឬគោលដៅជំនាញជាដើមទី2នៅក្នុងកម្មវិធី TITP យើងមានអង្គភាពត្រួតពិនិត្យនៅក្នុងកម្មវិធី ESD យើងមានស្ថាប័នត្រួតពិនិត្យនិងគាំពារសម្រាប់ជំនួសឲ្យអង្គភាពត្រួតពិនិត្យស្ថាប័នត្រួតពិនិត្យនិងគាំពារនឹងត្រូវទទួលបានអាជ្ញាប័ណ្ណដូចគ្នានឹងកម្មវិធី TITP ដែរហើយស្តង់ដារសម្រាប់ការផ្តល់អាជ្ញាប័ណ្ណត្រូវបានគេរំពឹងទុកថានឹងកាន់តែតឹងរ៉ឹងកិច្ចខំប្រឹងប្រែងក៏ត្រូវបានទាមទារផងដែរដើម្បីបង្កើតបរិយាកាសបញ្ជូននិងទទួលសមស្របមួយហើយជាគោលការណ៍ប្រទេសបញ្ជូនមិនអាចបញ្ជូនកម្មករនិយោជិតបានទេលុះត្រាតែពួកគេបង្កើតអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដែលហៅកាត់ថា MOC ជាមួយប្រទេសជប៉ុនលើសពីនេះរដ្ឋាភិបាលជប៉ុនមានគម្រោងស្នើសុំឲ្យប្រទេសដែលបញ្ជូនកម្មករនិយោជិតទៅធ្វើការនៅប្រទេសជប៉ុនធ្វើការណែនាំកម្មវិធីមួយដើម្បីទប់ស្កាត់ការទារថ្លៃសេវាខ្ពស់មិនសមហេតុផលដែលកម្មករនិយោជិតបរទេសត្រូវបង់ទៅឲ្យស្ថាប័នបញ្ជូនហើយថ្មីនេះរដ្ឋាភិបាលជប៉ុនបានបង្ហាញថាខ្លួនចង់កំណត់ថ្លៃសេវាទាំងនេះត្រឹមចំនួន2ខែនៃប្រាក់ឈ្នួលធម្មតារបស់ជនបរទេសធ្វើការនៅក្នុងកម្មវិធី ESD ប្រសិនបើថ្លៃសេវាលើសពីចំនួននេះរដ្ឋាភិបាលជប៉ុនកំពុងស្នើសុំឲ្យភាគីទទួលកម្មករនិយោជិតផ្ដល់ការគាំទ្រដោយស្ម័គ្រចិត្តដើម្បីកាត់បន្ថយបន្ទុកលើសម័យខ្លួនបន្ថែមពីនេះយើងមានគោលនយោបាយការពារសិទ្ធិក្នុងនាមជាកម្មករនិយោជិតដែលអនុញ្ញាតឲ្យពួកគេផ្ទេរកន្លែងការងារតាមរយៈឆន្ទៈរបស់សម័យខ្លួនជាជនបរទេសដែលធ្វើការងារសម្រាប់អភិវឌ្ឍជំនាញក្រោមតម្រូវការជាក់លាក់ណាមួយនេះជារូបភាពបង្ហាញពីកម្មវិធី ESD និងកម្មវិធី SSW ជនបរទេសដែលធ្វើការងារសម្រាប់អភិវឌ្ឍជំនាញដែលហៅកាត់ថា ESDS ត្រូវបានតម្រូវឲ្យប្រឡងជាប់តេស្តសមត្ថភាពភាសាជប៉ុនស្មើនឹងកម្រិត A1 ឬខ្ពស់ជាងនេះដែលត្រូវបានគេទទួលស្គាល់ជាទូទៅថាជាតេស្តសមត្ថភាពភាសាជប៉ុន N5 ឬហៅកាត់ថា JLPT N5
ឬចូលរៀនវគ្គសិក្សាភាសាជប៉ុនដែលមានកម្រិតស្មើនឹង A1 មុនពេលចាប់ផ្ដើមធ្វើការងារកម្មវិធី ESD ត្រូវបានរំពឹងថាមានរយៈពេល3ឆ្នាំមិនមានការបែងចែកជាពលករជំនាញកម្រិត1ឬពលករជំនាញកម្រិត2ឡើយក្នុងករណីដែល ESDS ធ្វើការអភិវឌ្ឍជំនាញបានរយៈពេល3ឆ្នាំហើយមានបំណងចង់បន្តទៅជាពលករជំនាញនោះពួកគេត្រូវប្រឡងឲ្យជាប់ទាំងតេស្តត្រួតពិនិត្យជំនាញកម្រិត3ឬតេស្តវាយតម្លៃពលករជំនាញកម្រិត1និងតេស្តសមត្ថភាពភាសាជប៉ុនដែលមានតម្លៃស្មើឬខ្ពស់ជាងកម្រិត A2 ដូចជា JLPT កម្រិត N4 ជាអាចសមត្ថភាពភាសាជប៉ុនស្មើនឹង A2 រួមមានការប្រឡងតេស្តសមត្ថភាពភាសាជប៉ុន JLPT N4 ជាដើមចំណុចនេះខុសពីករណីនៃកម្មវិធីពលករជំនាញវាក៏អាចធ្វើទៅបានផងដែរក្នុងការក្លាយទៅជាពលករជំនាញកម្រិត1ដោយការប្រឡងនៅបរទេសឬនៅប្រទេសជប៉ុនដោយមិនចាំបាច់ឆ្លងកាត់ការធ្វើការងារតាមកម្មវិធី ESD ដូចដែលធ្លាប់បានអនុវត្តពីមុនមកប្រសិនបើ ESDS ប្រឡងជាប់ទាំងការធ្វើតេស្តជំនាញនិងការធ្វើតេស្តសមត្ថភាពភាសាជប៉ុនដែលជាតម្រូវការសម្រាប់ការផ្ទេរទៅជាពលករជំនាញកម្រិត1ក្នុងអំឡុងពេលនៃការធ្វើការងារសម្រាប់អភិវឌ្ឍជំនាញរដ្ឋាភិបាលនឹងអនុញ្ញាតឲ្យពួកគេផ្លាស់ប្ដូរទៅជាពលករជំនាញកម្រិត1លុះត្រាតែពួកគេបានកំពុងធ្វើការនៅស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញតាមកម្មវិធី ESD ដើម្បីអភិវឌ្ឍជំនាញក្នុងរយៈពេលជាក់លាក់ណាមួយប្រសិនបើ ESDS ប្រឡងធ្លាក់តេស្តជំនាញពលករជំនាញកម្រិត1បន្ទាប់ពីធ្វើការងារក្នុងកម្មវិធី ESD រយៈពេល3ឆ្នាំពួកគេនឹងត្រូវបានអនុញ្ញាតឲ្យបន្តស្នាក់នៅក្នុងប្រទេសជប៉ុនរហូតដល់1ឆ្នាំទៀតដើម្បីធ្វើតេស្តឡើងវិញលើសពីនេះប្រសិនបើ ESDS មានបំណងផ្ទេរកន្លែងការងារក្នុងអំឡុងពេលធ្វើការងារសម្រាប់អភិវឌ្ឍជំនាញនោះពួកគេត្រូវតែប្រឡងឲ្យជាប់ទាំងកម្រិតមូលដ្ឋាននៃការធ្វើតេស្តជំនាញពាណិជ្ជកម្មក្នុងវិស័យដូចគ្នាដែលពួកគេកំពុងធ្វើការនិងការធ្វើតេស្តសមត្ថភាពភាសាជប៉ុនស្មើនឹងកម្រិត A1 ឬខ្ពស់ជាងនេះជាគោលការណ៍វិស័យដែលមានសិទ្ធិទទួលយកបុគ្គលិកក្រោមកម្មវិធី ESD គឺដូចគ្នានឹងវិស័យក្នុងកម្មវិធីពលករជំនាញដែរប៉ុន្តែវិស័យដែលមិនស័ក្តិសមសម្រាប់ការអភិវឌ្ឍជំនាញនៅក្នុងប្រទេសជប៉ុននឹងត្រូវបានដកចេញបច្ចុប្បន្ននេះឧស្សាហកម្មដឹកជញ្ជូនរថយន្តនិងអាកាសចរណ៍មិនត្រូវបានគ្រោងនឹងដាក់បញ្ចូលនោះទេប្រសិនបើអ្នកបានធ្វើការងារក្នុងនាមជាពលករជំនាញកម្រិត1អស់រយៈពេល5ឆ្នាំហើយចង់ផ្លាស់ប្ដូរទៅជាពលករជំនាញកម្រិត2អ្នកនឹងត្រូវប្រឡងឲ្យជាប់ទាំងការប្រឡងវាយតម្លៃជំនាញពលករជំនាញកម្រិត2និងការប្រឡងតេស្តសមត្ថភាពភាសាជប៉ុនស្មើនឹងកម្រិត B1 ឬខ្ពស់ជាងនេះដូចពីមុនប៉ុន្តែមិនមានដែនកំណត់លើចំនួនដងដែលអ្នកអាចបន្តរយៈពេលស្នាក់នៅរបស់ពលករជំនាញកម្រិត2ដូចពីមុននោះទេនេះគឺជារូបភាពនៃស្ថាប័នដែលពាក់ព័ន្ធនឹងកម្មវិធី ESD ព័ត៌មានលម្អិតនឹងត្រូវបានកំណត់នៅក្នុង MOC នាពេលអនាគតនៅផ្នែកខាងឆ្វេងបង្ហាញពីតួនាទីរបស់រដ្ឋាភិបាលរបស់ប្រទេសបញ្ជូននិងស្ថាប័នបញ្ជូនដោយសារកម្មវិធី ESD អនុញ្ញាតឲ្យមានការផ្ទេរកន្លែងការងារក្រោមលក្ខខណ្ឌជាក់លាក់ណាមួយការិយាល័យ Hello Work របស់ប្រទេសជប៉ុននឹងធ្វើការងារជាមួយស្ថាប័នត្រួតពិនិត្យនិងគាំពារនិងអង្គភាពការងារសម្រាប់អភិវឌ្ឍជំនាញ ESDO ដើម្បីគាំទ្រដល់ការផ្ទេរការងាររបស់ ESDS ជាបន្តទៅនេះយើងនឹងពន្យល់អំពីស្តង់ដារនៃការទទួលស្គាល់ជាចម្បងអំពីគម្រោងការងារសម្រាប់អភិវឌ្ឍជំនាញជាដំបូងខ្ញុំនឹងពន្យល់អំពីស្តង់ដារនៃផលប្រយោជន៍ការងាររបស់ ESDS ដូចគ្នានឹងកម្មវិធី TITP ដែរចំនួនប្រាក់ឈ្នួលរបស់ ESDS ត្រូវតែស្មើឬលើសនឹងចំនួនប្រាក់ឈ្នួលដែលជនជាតិជប៉ុនទទួលបាននៅពេលអនុវត្តការងារដូចគ្នាប្រសិនបើ ESDS ត្រូវទទួលរ៉ាប់រងជាប្រចាំនូវថ្លៃអាហារឬថ្លៃស្នាក់នៅជាអាតចំនួនប្រាក់ទាំងនោះត្រូវតែជាការចំណាយពិតប្រាកដហើយត្រូវឲ្យសាមីខ្លួនយល់ដឹងឲ្យបានគ្រប់គ្រាន់ពីខ្លឹមសារនោះនិងយល់ព្រមលើវាជាមុនការបង់ប្រាក់ឈ្នួលឲ្យ ESDS ត្រូវធ្វើឡើងដោយបញ្ចូលប្រាក់ទៅគណនីសន្សំឬគណនីទូទាត់ដែលជាឈ្មោះរបស់ ESDS នៅធនាគារឬស្ថាប័នហិរញ្ញវត្ថុដែលពួកគេបានកំណត់មាននរណាម្នាក់អាចត្រូវបានរើសអើងទាក់ទងនឹងផលប្រយោជន៍ដោយហេតុផលថាគាត់ជាជនបរទេសនោះទេមាត្រាថ្មីមួយត្រូវបានបន្ថែមដោយបញ្ជាក់ថាប្រសិនបើជនបរទេសដែលធ្វើការងារក្នុងកម្មវិធី ESD ចង់វិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញជាបណ្ដោះអាសន្នគាត់នឹងត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកដោយទទួលបានប្រាក់ឈ្នួលជាចាំបាច់ដូចគ្នានឹងកម្មវិធី TITP ដែរស្ថាប័នត្រួតពិនិត្យនិងគាំពារឬស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញ
ត្រូវតែធានាកន្លែងស្នាក់នៅសមស្របសម្រាប់ ESDS និងផ្ដល់ប្រាក់ឧបត្ថម្ភដើម្បីឲ្យពួកគេអាចផ្ដោតលើការបណ្ដុះបណ្ដាលជំនាញរបស់ពួកគេក្នុងអំឡុងពេលបណ្ដុះបណ្ដាលបន្ទាប់ពីចូលប្រទេសជប៉ុនលើសពីនេះថ្លៃដែលប្រមូលសម្រាប់សេវាកម្មត្រួតពិនិត្យនិងគាំពារដែលបង់ដោយស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញតែឲ្យស្ថាប័នត្រួតពិនិត្យនិងគាំពារមិនត្រូវឲ្យ ESDS ទទួលបន្ទុកដោយផ្ទាល់ឬដោយប្រយោលនោះទេបន្ទាប់ទៅនេះគឺទាក់ទងអំពីស្តង់ដាររបស់ស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញដូចគ្នានឹងកម្មវិធី TITP ដែរប្រសិនបើ ESDS ត្រូវត្រឡប់ទៅប្រទេសកំណើតក្រោយពីបញ្ចប់ការងារក្នុងកម្មវិធី ESD ស្ថាប័នត្រួតពិនិត្យនិងគាំពារត្រូវទទួលបន្ទុកលើថ្លៃធ្វើដំណើរដែលត្រូវការសម្រាប់ការត្រឡប់ទៅវិញនិងអនុវត្តវិធានការដែលចាំបាច់ដើម្បីធានាថាការត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេដំណើរការទៅដោយរលូនស្ថាប័នត្រួតពិនិត្យនិងគាំពារនិងស្ថាប័នទទួលត្រូវបានហាមឃាត់មិនឲ្យទទួលអត្ថប្រយោជន៍ហិរញ្ញវត្ថុដូចជាប្រាក់ឬទំនិញឬការកម្សាន្តឬបដិសណ្ឋារកិច្ចពីអង្គការបញ្ជូនអន្តរការីឬអង្គការរៀបចំបរទេសដែលលើសពីកម្រិតដែលទទួលបានថាសមរម្យតាមបទដ្ឋានសង្គមស្ថាប័នទទួលដែលជាស្ថាប័នត្រួតពិនិត្យនិងគាំពារនិងស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញត្រូវតែអនុវត្តវិធានការដែលចាំបាច់ដើម្បីបញ្ជាក់អំពីស្ថានភាពសុខភាពនិងស្ថានភាពជីវភាពផ្សេងៗរបស់ ESDS ព្រមទាំងខិតខំប្រឹងប្រែងដើម្បីយល់អំពីស្ថានភាពរបស់ពួកគេជាចុងក្រោយទាក់ទងនឹងលក្ខខណ្ឌសម្រាប់ ESDS ពួកគេត្រូវតែមានអាយុលើសពី18ឆ្នាំមានសុខភាពល្អមានអាកប្បកិរិយាល្អនិងស្មោះត្រង់លក្ខខណ្ឌដែលទាក់ទងនឹងបទពិសោធន៍ការងារមុនដែលត្រូវបានទាមទារក្រោយកម្មវិធី TITP នឹងត្រូវបានលុបចោលបន្ទាប់ទៅនេះគឺជាការពន្យល់អំពីតម្រូវការសម្រាប់ស្ថាប័នបញ្ជូននៅបរទេសជាបឋមចំពោះចំនួនប្រាក់ថ្លៃសេវាដែលជនបរទេសត្រូវបង់ទៅឲ្យស្ថាប័នដើម្បីស្វែងរកការងារសម្រាប់អភិវឌ្ឍជំនាញត្រូវកំណត់ត្រឹមចំនួនប្រាក់ខែ2ខែដែលបុគ្គលិកនឹងទទួលបាននៅប្រទេសជប៉ុនពីកម្មវិធី ESD លើសពីនេះចំនួនទឹកប្រាក់នេះជាប្រាក់ឈ្នួលប្រចាំខែចំនួន2ខែដែលមានកំណត់នៅក្នុងគម្រោង ESD បន្ទាប់មកគឺទាក់ទងនឹងលក្ខខណ្ឌសម្រាប់ស្ថាប័នបញ្ជូននៅបរទេសដូចគ្នានឹងកម្មវិធី TITP ដែរស្ថាប័នបញ្ជូនត្រូវយល់ពីគោលបំណងនៃកម្មវិធីហើយជ្រើសរើសជនបរទេសដែលចង់ចូលរួមក្នុងកម្មវិធី ESD ឲ្យបានសមស្របនិងបញ្ជូនទៅស្ថាប័នត្រួតពិនិត្យនិងគាំពារហើយស្ថាប័នបញ្ជូនត្រូវបញ្ជាក់ថា ESDS ដែលត្រូវបានជ្រើសរើសនោះមានអាកប្បកិរិយាល្អនិងស្មោះត្រង់លើកនេះចំណុចដែលត្រូវបន្ថែមថ្មីគឺអំពីការចំណាយដូចជាកម្រៃសេវាដែលត្រូវប្រមូលពី ESDS និងស្ថាប័នត្រួតពិនិត្យនិងគាំពារត្រូវកំណត់នូវស្តង់ដារគណនាឲ្យបានច្បាស់លាស់ហើយប្រកាសតាមអ៊ីនធឺណិតចំពោះការចំណាយទាំងនោះត្រូវតែពន្យល់ឲ្យបានច្បាស់លាស់ដល់ ESDS និងស្ថាប័នត្រួតពិនិត្យនិងគាំពារដើម្បីឲ្យពួកគេយល់ឲ្យបានគ្រប់គ្រាន់បន្ថែមពីនេះដូចគ្នានឹងកម្មវិធី TITP ដែរស្ថាប័នបញ្ជូនឬបុគ្គលិករបស់ស្ថាប័នដែលបានធ្វើសកម្មភាពក្នុងរយៈពេល5ឆ្នាំកន្លងមកទាក់ទងទៅនឹងការងារសម្រាប់អភិវឌ្ឍជំនាញដោយដែលរួចរាល់ខាងក្រោមនេះពួកគេនឹងត្រូវបានចាត់ទុកថាមិនបានបំពេញតាមតម្រូវការដើម្បីក្លាយទៅជាស្ថាប័នបញ្ជូនឡើយសកម្មភាពទាំងនោះមានដូចជាទី1ការប្រមូលប្រាក់ធានាឬសកម្មភាពគ្រប់គ្រងទ្រព្យសម្បត្តិហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិផ្សេងទៀតរបស់ក្រុមគ្រួសារឬសាច់ញាតិរបស់ ESDS ទី2ការកំណត់អំពីការពិន័យចំពោះការមិនអនុវត្តកិច្ចសន្យាទាក់ទងទៅនឹង ESD ឬសកម្មភាពប្រមូលយកថ្លៃសេវាដោយអយុត្តិធម៌ទី3អំពើហិង្សាការគំរាមកំហែងការរឹតបន្តឹងសេរីភាពនិងទង្វើផ្សេងទៀតដែលរំលោភសិទ្ធិមនុស្សចំពោះ ESDS ជាអាចលើសពីនេះទៅទៀតដោយដែលបានរៀបរាប់អំបញ្ញមិញនេះស្ថាប័នត្រួតពិនិត្យនិងគាំពារនិងស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញត្រូវបានហាមឃាត់មិនឲ្យទទួលយកអត្ថប្រយោជន៍ហិរញ្ញវត្ថុដូចជាប្រាក់ឬទំនិញឬការកម្សាន្តឬការបដិសណ្ឋារកិច្ចលើសពីអ្វីដែលត្រូវបានចាត់ទុកថាជាអំពើសមរម្យតាមស្តង់ដារសង្គមពីស្ថាប័នបញ្ជូនអន្តរការីឬអង្គភាពរៀបចំនៅបរទេសឡើយដូចនេះប្រសិនបើស្ថាប័នបញ្ជូនឬបុគ្គលិករបស់ស្ថាប័នរបស់ខ្លួនបានផ្ដល់ឬសន្យាថានឹងផ្ដល់អត្ថប្រយោជន៍ឬការកម្សាន្តណាមួយដែលបានពិពណ៌នាខាងលើក្នុងរយៈពេល5ឆ្នាំកន្លងមកនេះពួកគេនឹងមិនបំពេញតាមតម្រូវការដើម្បីក្លាយទៅជាស្ថាប័នបញ្ជូននោះទេចំណុចទី1នេះគឺជាការពន្យល់អំពីអ្វីដែលត្រូវធ្វើប្រសិនបើ ESDS ស្វែងរកការអនុញ្ញាតលើគម្រោង ESD ក្នុងប្រភេទការងារដូចគ្នាបន្ទាប់ពីត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញដើម្បីទទួលបានការអនុញ្ញាតនេះបន្ថែមពីលើចំណុចដែលថាប្រភេទការងារគឺដូចគ្នានឹងការងារដែលបានបញ្ជាក់នៅក្នុងគម្រោងមុននោះ
ត្រូវតែមានកាលៈទេសៈផ្សេងទៀតដែលមិនអាចជៀសវាងបានជាពិសេសការអនុម័តលើគម្រោង ESD ត្រូវបានលុបចោលដោយមិនមែនជាកំហុសឬការទទួលខុសត្រូវរបស់ជនបរទេសនោះទេហើយត្រូវតែមានកាលៈទេសៈដែលត្រូវបានទទួលស្គាល់ថាមានភាពសមរម្យក្នុងការអនុញ្ញាតឲ្យកម្មករនិយោជិតជាជនបរទេសចូលរួមក្នុងកម្មវិធី ESD ដោយផ្អែកលើទស្សនៈអំពីការអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញឲ្យបានត្រឹមត្រូវនិងការការពារសិទ្ធិរបស់បុគ្គលិកបរទេសនោះចំណុចទី2នេះគឺជាការពន្យល់អំពីករណីដែលការមកធ្វើការងារប្រភេទផ្សេងនៅប្រទេសជប៉ុនវិញត្រូវបានអនុញ្ញាតសម្រាប់អ្នកដែលបានបោះបង់កម្មវិធី ESD ហើយត្រឡប់ទៅប្រទេសកំណើតមុនពេលបញ្ចប់កម្មវិធីគំនិតនេះសម្រាប់ករណីដែលអ្នកបានត្រឡប់ទៅប្រទេសកំណើតដោយសារតែភាពមិនស៊ីចង្វាក់គ្នានឹងការងារនិងចង់សាកល្បងមកធ្វើការម្ដងទៀតប៉ុន្តែលក្ខខណ្ឌគឺរយៈពេលធ្វើការងារអភិវឌ្ឍជំនាញមុនចាក់ចេញពីប្រទេសជប៉ុននោះមិនអាចលើសពី2ឆ្នាំឡើយលើសពីនេះប្រសិនបើបុគ្គលណាម្នាក់ប្រឡងមិនជាប់ជំនាញដែលត្រូវការឬការប្រឡងសមត្ថភាពភាសាជប៉ុននៅចុងបញ្ចប់នៃកម្មវិធី ESD ទេនោះរយៈពេលនៃការអភិវឌ្ឍជំនាញនឹងត្រូវបានពន្យាលដល់កម្រិតចាំបាច់ដើម្បីប្រឡងជាប់ហើយបុគ្គលនោះនឹងត្រូវបានតម្រូវឲ្យរៀបចំសម្រាប់ការធ្វើតេស្តខណៈពេលកំពុងធ្វើការងារក្នុងការអភិវឌ្ឍជំនាញក្នុងអំឡុងពេលនោះទោះជាយ៉ាងណាក៏ដោយរយៈពេលនេះត្រូវបានកំណត់ត្រឹម1ឆ្នាំការបញ្ជូន ESDS ទៅកន្លែងការងារផ្សេងអាចនឹងត្រូវអនុវត្តនៅក្នុងឧស្សាហកម្មកសិកម្មនិងនេសាទភ្នាក់ងារបញ្ជូនកម្មករដូចជាសមាគមសហករណ៍កសិកម្មអាចទទួលយកកម្មករនិងបញ្ជូនពួកគេទៅកាន់ស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញរហូតដល់3ក្រុមហ៊ុនប្រសិនបើភ្នាក់ងារបញ្ជូនដើមធ្វើការអនុវត្តការងារអភិវឌ្ឍជំនាញដែរនោះពួកគេអាចបញ្ជូនកម្មករទៅកាន់ទិសដៅថ្មីបានតែ2ក្រុមហ៊ុនប៉ុណ្ណោះប្រសិនបើកម្មករផ្លាស់ទីកន្លែងការងាររវាងអាជីវកម្មនានាស្ថាប័នទទួលត្រូវតែធានារ៉ាប់រងការចំណាយដែលទាក់ទងទៅនឹងការផ្លាស់ទីនោះបន្ថែមពីនេះកិច្ចសន្យាបញ្ជូនកម្មករនិយោជិតត្រូវតែធានានូវការទូទាត់ប្រាក់ឈ្នួលដែលមានស្ថិរភាពដល់ ESDS នៅពេលមានការឈប់សម្រាកដោយមូលហេតុនៃការទទួលខុសត្រូវរបស់ក្រុមហ៊ុនដែលត្រូវបញ្ជូនកម្មករនិយោជិតទៅនោះថៅកែដែលគ្រប់គ្រងកន្លែងការងារនៅក្រុមហ៊ុនបញ្ជូនដើមត្រូវបង់ប្រាក់ឧបត្ថម្ភយ៉ាងហោចណាស់ 60% នៃប្រាក់ឈ្នួលជាមធ្យមដោយដែលបានចែងក្នុងមាត្រា12កថាខណ្ឌទី1នៃច្បាប់ស្តង់ដារការងារទៅឲ្យជនបរទេសដែលធ្វើការងារក្រោមការត្រួតពិនិត្យការងារសម្រាប់អភិវឌ្ឍជំនាញក្នុងអំឡុងពេលឈប់សម្រាកនោះទោះជាយ៉ាងនេះក្តីនៅក្នុងវិស័យកសិកម្មនិងនេសាទបន្ថែមពីលើទម្រង់នៃការបញ្ជូនដែលបានពន្យល់រហូតមកដល់ពេលនេះ ESDS ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេជាបណ្ដោះអាសន្នជារៀងរាល់1ឆ្នាំម្ដងនិងផ្អាកពីការងារអភិវឌ្ឍជំនាញសម្រាប់រយៈពេលជាក់លាក់ណាមួយក្នុងករណីនេះគម្រោង ESD នឹងត្រូវបានរៀបចំឡើងដែលបណ្ដាលឲ្យរយៈពេលសរុបនៃការស្នាក់នៅក្នុងប្រទេសជប៉ុនសម្រាប់ធ្វើការងារអភិវឌ្ឍជំនាញមានរយៈពេល3ឆ្នាំលើសពីនេះក្នុងករណីនេះការចំណាយលើការធ្វើដំណើរដែលត្រូវការសម្រាប់ការវិលត្រឡប់ទៅប្រទេសកំណើតជាបណ្ដោះអាសន្ននឹងត្រូវរ៉ាប់រងដោយស្ថាប័នត្រួតពិនិត្យនិងគាំពារយើងនឹងពន្យល់អំពីវគ្គសិក្សាទាក់ទងនឹងភាសាជប៉ុនការគ្រប់គ្រងអន្តោប្រវេសន៍និងច្បាប់ទាក់ទងនឹងការងារជីវភាពប្រចាំថ្ងៃនិងជំនាញដូចគ្នានឹងកម្មវិធី TITP ដែរបន្ទាប់ពីបញ្ចប់ការសិក្សាមុនមកប្រទេសជប៉ុននៅស្ថាប័នបញ្ជូននិងការសិក្សាក្រោយចូលប្រទេសជប៉ុននៅស្ថាប័នត្រួតពិនិត្យនិងគាំពារ ESTS នឹងចាប់ផ្ដើមធ្វើការនៅស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញដោយតែបានរៀបរាប់ខាងដើមកម្មវិធី ESD នេះខុសពីកម្មវិធី TITP ដែលអ្នកនឹងត្រូវបានតម្រូវឲ្យប្រឡងជាប់តេស្តសមត្ថភាពភាសាជប៉ុនស្មើនឹងកម្រិត A1 ឬខ្ពស់ជាងនេះដែលត្រូវបានគេស្គាល់ជាទូទៅថាជាតេស្តសមត្ថភាពជំនាញភាសាជប៉ុន JLPT N5 ឬចូលរៀនវគ្គសិក្សាភាសាជប៉ុនដែលមានតម្លៃស្មើជាដំបូងនេះជាការពន្យល់អ្នកចូលរៀនវគ្គសិក្សាក្រោយចូលប្រទេសជប៉ុនក្នុងករណីដែលអ្នកមិនបានប្រឡងជាប់តេស្តសមត្ថភាពភាសាជប៉ុនដែលមានតម្លៃស្មើនឹងកម្រិត A1 ក្នុងករណីនេះស្ថាប័នត្រួតពិនិត្យនិងគាំពារចាំបាច់ត្រូវតែផ្ដល់ការបណ្ដុះបណ្ដាលភាសាជប៉ុនក្រោយចូលប្រទេសជប៉ុនយ៉ាងហោចណាស់320ម៉ោងដោយសន្មតថា8ម៉ោងក្នុងមួយថ្ងៃទោះជាយ៉ាងណាក៏ដោយប្រសិនបើ ESDS បានចូលរៀនវគ្គសិក្សាមុនចូលប្រទេសជប៉ុនចំនួន160ម៉ោងឬច្រើនជាងនេះក្នុងរយៈពេល6ខែកន្លងមកនេះរយៈពេលដែលត្រូវសិក្សានោះគឺ160ម៉ោងឬច្រើនជាងនេះបន្ទាប់មកប្រសិនបើអ្នកបានប្រឡងជាប់តេស្តសមត្ថភាពភាសាជប៉ុនស្មើនឹងកម្រិត A1 ឬខ្ពស់ជាងនេះអ្នកចាំបាច់ត្រូវចូលរៀនវគ្គសិក្សាក្រោយចូលប្រទេសជប៉ុនយ៉ាងហោចណាស់220ម៉ោងទោះជាយ៉ាងណាក៏ដោយប្រសិនបើ ESDS បានចូលរៀនវគ្គសិក្សាមុនចូលប្រទេសជប៉ុនចំនួន110ម៉ោងឬច្រើនជាងនេះក្នុងរយៈពេល6ខែកន្លងមកនេះនោះរយៈពេលដែលត្រូវសិក្សាគឺ110ម៉ោងឬច្រើនជាងនេះយើងនឹងពន្យល់អំពីមុខវិជ្ជាសិក្សាក្រោយចូលប្រទេសជប៉ុន
ជាដំបូងគឺអំពីថ្នាក់ភាសាជប៉ុនក្នុងករណីអ្នកមិនបានប្រឡងជាប់តេស្តសមត្ថភាពភាសាជប៉ុនដែលមានតម្លៃស្មើនឹងកម្រិត A1 នោះអ្នកត្រូវតែបានបញ្ចប់ការបណ្ដុះបណ្ដាលស្មើនឹងកម្រិត A1 ចំនួន100ម៉ោងក្នុងវគ្គសិក្សាស្ដីពីការងារនៅស្ថាប័នអប់រំភាសាជប៉ុនដែលមានការទទួលស្គាល់ទោះជាយ៉ាងណាក៏ដោយចំនួនម៉ោងសិក្សាសម្រាប់មុខវិជ្ជាដែលបានសិក្សាក្នុងវគ្គសិក្សាស្ដីពីការងារនៅស្ថាប័នអប់រំភាសាជប៉ុនដែលមានការទទួលស្គាល់ស្មើនឹងកម្រិត A1 ដោយប្រើវិធីសាស្ត្រអនឡាញជាដើមនៅក្នុងប្រទេសកំណើតរបស់ ESDS ក៏អាចត្រូវបានរួមបញ្ចូលផងដែររយៈពេលកំណត់មួយបន្ទាប់ពីការប្រកាសឲ្យប្រើច្បាប់នេះវគ្គសិក្សាក៏អាចធ្វើទៅបានដោយគ្រូបង្រៀនភាសាជប៉ុនដែលបានចុះបញ្ជីជំនួសឲ្យស្ថាប័នអប់រំភាសាជប៉ុនដែលមានការទទួលស្គាល់បន្ថែមពីលើភាសាដែលបានរៀបរាប់ខាងលើដូចគ្នានឹងកម្មវិធី TITP ផងដែរមុខវិជ្ជាដែលត្រូវរួមបញ្ចូលក្នុងការបណ្ដុះបណ្ដាលក្រោយចូលប្រទេសជប៉ុនរួមមានចំណេះដឹងទូទៅអំពីជីវភាពនៅក្នុងប្រទេសជប៉ុនវគ្គសិក្សាការពារផ្នែកច្បាប់ទាក់ទងនឹងអន្តោប្រវេសន៍និងច្បាប់ទាក់ទងនឹងការងារនិងចំណេះដឹងអំពីការទទួលបានជំនាញដោយរលូននៅក្នុងប្រទេសជប៉ុនបន្ទាប់ពីការចាប់ផ្ដើមធ្វើការងារស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញនិងចាត់វិធានការចាំបាច់ដើម្បីឲ្យ ESDS អាចបញ្ចប់វគ្គសិក្សាមានតម្លៃស្មើនឹងកម្រិត A2 ចំនួន100ម៉ោងឬច្រើនជាងនេះនៅក្នុងវគ្គសិក្សាស្ដីពីការងារនៅស្ថាប័នអប់រំភាសាជប៉ុនដែលមានការទទួលស្គាល់ក្នុងអំឡុងពេលធ្វើការងារសម្រាប់អភិវឌ្ឍជំនាញដើម្បីឲ្យ ESDS ប្រឡងជាប់តេស្តសមត្ថភាពភាសាជប៉ុនមានតម្លៃស្មើនឹងកម្រិត A2 ប្រសិនបើអ្នកបានប្រឡងជាប់តេស្តសមត្ថភាពភាសាជប៉ុនមានតម្លៃស្មើនឹងកម្រិត A2 រួចហើយអ្នកមិនចាំបាច់ចូលរៀនវគ្គសិក្សានេះទេជាចុងក្រោយយើងនឹងពន្យល់អំពីការផ្ទេរកន្លែងការងារដោយផ្អែកលើទស្សនៈនៃការអភិវឌ្ឍធនធានមនុស្សប្រកបដោយភាពជាប់លាប់ក្នុងរយៈពេល3ឆ្នាំពេញការផ្ទេរកន្លែងការងារត្រូវបានកំណត់ចំពោះតែក្នុងប្រភេទការងារដូចគ្នានីតិវិធីនេះពាក់ព័ន្ធនឹង SDS ដែលដាក់សំណើសុំផ្លាស់ប្តូរស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញហើយស្ថាប័នអនុវត្តការងារអភិវឌ្ឍជំនាញនៅកន្លែងការងារថ្មីដែលត្រូវផ្ទេរទៅនោះត្រូវតែដាក់ពាក្យសុំអនុម័តលើគម្រោង ESD ថ្មីសូម្បីតែនៅក្នុងកម្មវិធី TITP ក៏ដោយការផ្ទេរកន្លែងការងារត្រូវបានអនុញ្ញាតក្នុងកាលៈទេសៈដែលមិនអាចជៀសវាងបានដូចជានៅពេលដែលមានការរំលោភបំពានធ្ងន់ធ្ងរដោយស្ថាប័នផ្ដល់ការហ្វឹកហ្វឺនជំនាញលើបញ្ហាដែលមានចែងក្នុងកិច្ចសន្យាការងារឬនៅពេលដែលមានសកម្មភាពរំលោភសិទ្ធិមនុស្សដូចជាការវាយប្រហារជាដើមនៅក្នុងកម្មវិធី ESD បន្ថែមពីលើករណីនេះលក្ខខណ្ឌថ្មីសម្រាប់ការផ្ទេរកន្លែងការងារតាមការស្ម័គ្រចិត្តរបស់ ESDS មានដូចតទៅទី1 ESDS បានធ្វើការលើរយៈពេលកំណត់នៃការផ្ទេរកន្លែងការងារដែលបានកំណត់សម្រាប់វិស័យឧស្សាហកម្មការងារអភិវឌ្ឍនីមួយៗកំណត់ពី1ទៅ2ឆ្នាំអាស្រ័យលើវិស័យការងារនិងទី2 ESDS បានប្រឡងជាប់តេស្តជំនាញដូចជាតេស្តជំនាញពាណិជ្ជកម្មកម្រិតមូលដ្ឋាននិងតេស្តជំនាញភាសាជប៉ុនមានតម្លៃស្មើនឹង A1 ឬខ្ពស់ជាងនេះសម្រាប់វិស័យនីមួយៗលើសពីនេះក្រៅពីស្ថាប័នត្រួតពិនិត្យនិងគាំពារអង្គការតែមួយគត់ដែលអាចផ្ដល់សេវាកម្មស្វែងរកការងារដល់ ESDS ធ្វើគឺស្ថាប័នសាធារណៈដូចជាអង្គភាព ESDO ឬ Hello Work ជាដើមវត្តការងារសម្រាប់អភិវឌ្ឍជំនាញមិនអាចទទួល ESDS ដែលចង់ផ្ទេរកន្លែងការងារលើសពីភាគរយជាក់លាក់ណាមួយធៀបនឹងចំនួនសរុបនៃ ESDS ដែលបានទទួលនាពេលបច្ចុប្បន្នបានឡើយលើសពីនេះស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញនៅកន្លែងថ្មីត្រូវបង់ចំនួនទឹកប្រាក់ជាក់លាក់ណាមួយទៅឲ្យស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញនៅកន្លែងចាស់ដើម្បីទូទាត់ថ្លៃដើមនៃការសម្របសម្រួលនិងការអភិវឌ្ឍជំនាញដល់ ESDS នេះគឺជាទិដ្ឋភាពទូទៅនៃវិស័យគោលដៅដែលមានសិទ្ធិទទួលយកជនបរទេសមកប្រទេសជប៉ុនក្រោមកម្មវិធីពលករជំនាញនិងកម្មវិធី EST ក្នុងនោះរួមមានវិស័យឧស្សាហកម្មអភិវឌ្ឍជំនាញសរុបមានចំនួន17និងវិស័យឧស្សាហកម្មជាក់លាក់មានចំនួន19ក្នុងចំណោមវិស័យឧស្សាហកម្មជាក់លាក់ឧស្សាហកម្មដឹកជញ្ជូនដោយរថយន្តនិងអាកាសចរណ៍មានសិទ្ធិទទួលបានតែក្រោមកម្មវិធីពលករជំនាញប៉ុណ្ណោះនេះគឺជាបញ្ជីនៃវិស័យគោលដៅនិងប្រភេទការងារដែលមានសិទ្ធិទទួលយកក្រោមកម្មវិធីពលករជំនាញនិងកម្មវិធី EST វិស័យនិងប្រភេទការងារដែលសរសេរជាពណ៌ប្រផេះកំពុងស្ថិតក្រោមការពិចារណាហើយអាចត្រូវបានបន្ថែមថ្មីប្រភេទការងារដែលបានសរសេរជាពណ៌បៃតងអាចត្រូវបានបន្ថែមទៅក្នុងវិស័យដែលមានស្រាប់នេះគឺជាបញ្ជីបណ្ដោះអាសន្ននៃរយៈពេលរឹតបន្តឹងនិងតម្រូវការជំនាញភាសាជប៉ុនសម្រាប់ការផ្ទេរកន្លែងការងារដោយស្ម័គ្រចិត្តនៅក្នុងវិស័យឧស្សាហកម្ម ESD នីមួយៗទាំងនេះនឹងត្រូវបានបញ្ជាក់នៅក្នុងគោលការណ៍ប្រតិបត្តិការជាក់លាក់តាមវិស័យ
រយៈពេលរឹតបន្តឹងការផ្ទេរកន្លែងការងារត្រូវកំណត់រយៈពេល1 ទៅ 2 ឆ្នាំប្រសិនបើរយៈពេលនៃការរឹតបន្តឹងក្នុងវិស័យពាក់ព័ន្ធលើសពី1ឆ្នាំហើយ ESDS មានបំណងចង់ធ្វើការងារបន្តនោះស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញត្រូវតែចាត់វិធានការដើម្បីកែលម្អលក្ខខណ្ឌការងារដូចជាការបង្កើនប្រាក់បំណាច់បន្ទាប់ពី1ឆ្នាំបានកន្លងផុតទៅទោះជាយ៉ាងណាក៏ដោយប្រសិនបើរយៈពេលរឹតបន្តឹងការផ្ទេរកន្លែងការងារដែលបានកំណត់នៅក្នុងវិស័យណាមួយលើសពី1ឆ្នាំហើយស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញជ្រើសរើសដោយស្ម័គ្រចិត្តរយៈពេលរឹតបន្តឹងចំនួនតែ1ឆ្នាំនោះស្ថាប័នមិនមានកាតព្វកិច្ចកែលម្អលក្ខខណ្ឌការងារទេយើងខ្ញុំបានពន្យល់លម្អិតអំពីកម្មវិធី ESD ដោយប្រើបទបង្ហាញ PowerPoint រួចហើយប៉ុន្តែយើងខ្ញុំក៏ចង់ពន្យល់បន្ថែមអំពីព័ត៌មានថ្មីមួយចំនួនដែលត្រូវបានរកឃើញត្រឹមខែវិច្ឆិកាឆ្នាំ2025ដំបូងសូមក្រឡេកមើលបទបង្ហាញ PowerPoint ដែលខ្ញុំបានប្រើប្រាស់សម្រាប់ការពន្យល់ម្ដងទៀតការបរិច្ឆេទនេះនឹងត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រដ្ឋាភិបាលក្នុងរយៈពេល3ឆ្នាំប៉ុន្តែការបរិច្ឆេទអនុវត្តកម្មវិធី ESD ត្រូវបានកំណត់នៅថ្ងៃទី1ខែមេសាឆ្នាំ2027ផ្នែកខាងលើលក្ខខណ្ឌសម្រាប់ការផ្ទេរកន្លែងការងារតាមរយៈការស្ម័គ្រចិត្តរបស់សាមីខ្លួនបន្ថែមពីលើការប្រឡងជាប់តេស្តជំនាញពាណិជ្ជកម្មកម្រិតមូលដ្ឋាននិងការប្រឡងតេស្តភាសាជប៉ុនដែលបានកំណត់អាចមានតម្រូវការបន្ថែមដែលមានចែងក្នុងគោលការណ៍ប្រតិបត្តិការជាក់លាក់តាមវិស័យអាស្រ័យលើវិស័យជំនាញដែលអ្នកកំពុងធ្វើទិដ្ឋភាពនៃស្ថាប័នដែលពាក់ព័ន្ធនឹងកម្មវិធី ESD ស្ថាប័នបញ្ជូនត្រូវបានទាមទារឲ្យមានអនុសាសន៍ពីរដ្ឋាភិបាលនៃប្រទេសដែលបញ្ជូនមកយោងតាម MOC សូម្បីតែកម្មវិធី TITP អនុសាសន៍ពីស្ថាប័នសាធារណៈនៅក្នុងប្រទេសឬតំបន់ដែលស្ថាប័ននោះស្ថិតនៅក៏ត្រូវបានទាមទារផងដែរ1ស្តង់ដារនៃផលប្រយោជន៍សម្រាប់ ESDS ក្នុងកម្មវិធី ESD រយៈពេលរឹតបន្តឹងការផ្ទេរកន្លែងការងារមានភាពខុសគ្នានៅក្នុងចន្លោះពី1ឆ្នាំឡើងទៅដល់2ឆ្នាំចុះក្រោមសម្រាប់វិស័យឧស្សាហកម្មនីមួយៗហើយត្រូវបានកំណត់ដោយគោលការណ៍ប្រតិបត្តិការជាក់លាក់តាមវិស័យប្រសិនបើរយៈពេលរឹតបន្តឹងការផ្ទេរលើសពី1ឆ្នាំ ESDS ត្រូវតែទទួលបានការដំឡើងប្រាក់ខែឬអត្ថប្រយោជន៍ផ្សេងទៀតដោយដែលបានកំណត់ដោយគោលការណ៍ប្រតិបត្តិការជាក់លាក់តាមវិស័យគោលការណ៍ប្រតិបត្តិការជាក់លាក់តាមវិស័យកំពុងស្ថិតក្រោមការពិចារណាសម្រាប់ឧស្សាហកម្មនីមួយៗហើយត្រូវបានគ្រោងនឹងបញ្ចប់នៅខែធ្នូឆ្នាំនេះផងដែរ2ស្តង់ដាររបស់ស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញនៅពេលចុះកិច្ចសន្យាការងារជាមួយ ESDS ត្រូវពន្យល់ដល់ជនបរទេសជាភាសាដែលជនបរទេសអាចយល់បានយ៉ាងពេញលេញទាំងផ្ទាល់ឬតាមអ៊ីនធឺណិតនៅលក្ខខណ្ឌការងារនិងអត្ថប្រយោជន៍ផ្សេងទៀត3លក្ខខណ្ឌរបស់ ESDS លក្ខខណ្ឌដែលទាក់ទងនឹងបទពិសោធន៍ការងារមុននិងលក្ខខណ្ឌត្រឡប់ទៅធ្វើការវិញដែលមានពីមុនត្រូវបានលុបចោលលើសពីនេះទាក់ទងនឹងលក្ខខណ្ឌទី3អំពីអាកប្បកិរិយាល្អអ្នកនឹងត្រូវបានតម្រូវឲ្យផ្ដល់ភស្តុតាងមួយចំនួនដែលបញ្ជាក់ក្នុងទម្រង់លិខិតស្នាមមួយថាអ្នកមិនមានប្រវត្តិប្រព្រឹត្តអំពើឧក្រិដ្ឋកម្មជាក់លាក់ណាមួយទេទម្រង់លិខិតស្នាមតម្រូវឲ្យធ្វើការបញ្ជាក់នេះនឹងត្រូវបានចែងនៅក្នុង MOC ប្រសិនបើមានបញ្ហាជាមួយលិខិតស្នាមនោះបន្ទាប់ពីចូលប្រទេសជប៉ុនអ្នកនឹងត្រូវបានស្នើសុំឲ្យនិរទេសដែលបង្ខំចេញពីប្រទេសជប៉ុនវិញទាក់ទងនឹងស្ថាប័នបញ្ជូននៅបរទេសទាក់ទងនឹងការចំណាយដែលបានបង់ទៅឲ្យស្ថាប័នបញ្ជូនវាត្រូវបានចែងថាការចំណាយដែលបានបង់ទៅឲ្យស្ថាប័នបញ្ជូនមិនត្រូវលើសពីប្រាក់ខែប្រចាំខែចំនួន2ខែដែលសាមីខ្លួនជាជនបរទេសទទួលបាននៅក្នុងប្រទេសជប៉ុននោះទេដោយគិតដល់ចំណុចនេះការកំណត់ប្រាក់ខែប្រចាំខែសម្រាប់ឆ្នាំដំបូងឲ្យខ្ពស់ហើយបន្ទាប់មកបន្ថយវាចាប់ពីឆ្នាំទី2នោះត្រូវបានចាត់ទុកថាមិនយុត្តិធម៌ឡើយ 1.4 អំពីភាគរយនៃអ្នកទទួលការផ្ទេរកន្លែងការងារនៅពេលផ្លាស់ប្តូរកន្លែងការងារមានការរឹតបន្តឹងលើភាគរយនៃជនបរទេសដែលត្រូវផ្លាស់ប្តូរទៅស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញដែលជាកន្លែងបុគ្គលិកត្រូវបានផ្ទេរទៅជាពិសេសនៅពេលដែលសាមីខ្លួនត្រូវផ្ទេរពីស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញនៅជនបទទៅកាន់ស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញនៅទីប្រជុំជនសមាមាត្រនៃ ESDS ដែលអាចត្រូវបានទទួលយកដោយស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញនៅទីប្រជុំជនត្រូវបានកំណត់ដោយចំនួនជនបរទេសដែលត្រូវបានផ្លាស់ប្តូរពីតំបន់ជនបទទៅនោះមិនត្រូវលើសពី1/6នៃចំនួនសរុបនៃចំនួន ESDS បន្ទាប់ពីការធ្វើការផ្ទេរកន្លែងការងារក្នុងចំណោមចំនួនសរុបនៃជនបរទេសដែលកំពុងត្រូវបានទទួលយកនោះទេក្នុងករណីក្រៅពីចំណុចដូចដែលបានរៀបរាប់ខាងលើចំនួនសរុបនៃអ្នកទទួលការផ្ទេរដោយស្ម័គ្រចិត្ត
ត្រូវបានកំណត់មិនឲ្យលើសពី 1/3 នៃចំនួនសរុបនៃ ESDS បន្ទាប់ពីការផ្ទេរឡើយ ភាគរយដូចគ្នានេះអនុវត្តចំពោះស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញខ្នាតតូចដែលទទួលយកជនបរទេសតិចជាង6នាក់រួមទាំងអ្នកទទួលការផ្ទេរផងដែរដូច្នេះចំនួនជនបរទេសដែលត្រូវបានផ្ទេរដែលអាចត្រូវបានទទួលយកដោយស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញនេះនឹងមានចំនួន1ឬ0 2.5 នៅពេលដែល ESDS ត្រូវបានផ្ទេរស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញនៅទីតាំងថ្មីត្រូវតែបង់ប្រាក់ឲ្យស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញនៅទីតាំងមុនជាសំណងសម្រាប់ការចំណាយដំបូងដែលជាចំនួនទឹកប្រាក់ដែលកំណត់ដោយរដ្ឋាភិបាលគុណនឹងអត្រាសមាមាត្រដែលបានកំណត់អត្រាសមាមាត្រត្រូវបានកំណត់ដោយផ្អែកលើរយៈពេលនៃការអភិវឌ្ឍជំនាញនិងការងារនៅក្រុមហ៊ុនមុនដោយចាប់ផ្ដើមគណនាពីចំនួនតិចជាង1ឆ្នាំនិង6ខែក្នុងការបង្កើនចំនួនជារៀងរាល់6ខែម្ដងបន្ទាប់មកសូមមើលឯកសារពន្យល់បន្ថែមនេះគឺជាទិដ្ឋភាពរួមដែលរៀបរាប់អំពីទំនាក់ទំនងនៃកម្មវិធី ESD ដូចដែលយើងបានពន្យល់រួចមកហើយថាស្ថាប័នបញ្ជូនត្រូវបានហាមឃាត់មិនឲ្យផ្ដល់អត្ថប្រយោជន៍ហើយត្រូវបានតម្រូវឲ្យបង្កើនតម្លាភាពខណៈដែលបេក្ខជនការងារសម្រាប់អភិវឌ្ឍជំនាញត្រូវបានតម្រូវឲ្យមានការប្រព្រឹត្តល្អនិងមានដែនកំណត់លើចំនួនទឹកប្រាក់ដែលពួកគេត្រូវបង់ទៅឲ្យស្ថាប័នបញ្ជូនជាដើមប៉ុន្តែមិនមានការកំណត់ជាដាច់ខាតថាអ្នកត្រូវតែផ្លាស់ប្ដូរទៅជាពលករជំនាញកម្រិតមួយនោះទេលើសពីនេះប្រសិនបើអ្នកបំពេញតាមលក្ខខណ្ឌជាក់លាក់ណាមួយនោះអ្នកនឹងអាចផ្ទេរកន្លែងការងារតាមរយៈឆន្ទៈរបស់អ្នកផ្ទាល់ប៉ុន្តែការផ្ទេរនេះត្រូវជាការផ្ទេរកន្លែងការងារដែលស្ថិតក្នុងវិស័យឧស្សាហកម្មប្រភេទតែមួយបន្តទៅនេះជាសេចក្តីសង្ខេបនៃឯកសារដែលផ្ដោតលើការសិក្សាភាសាជប៉ុនសម្រាប់វគ្គសិក្សាមុននិងក្រោយចូលប្រទេសជប៉ុនយើងជឿជាក់ថាចំណុចនេះជាផ្នែកមួយដែលប្រទេសបញ្ជូននិងស្ថាប័នបញ្ជូនមានចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងកម្មវិធី ESD និស្សិតការងារសម្រាប់អភិវឌ្ឍជំនាញត្រូវបានទាមទារឲ្យប្រឡងជាប់តេស្តសមត្ថភាពភាសាជប៉ុនស្មើនឹងកម្រិត A1 ឬតេស្តសមត្ថភាពភាសាជប៉ុន JLPT N5 នៅពេលចូលមកប្រទេសជប៉ុនហើយប្រសិនបើអ្នកប្រឡងមិនជាប់អ្នកត្រូវតែចូលរៀនវគ្គសិក្សាក្រោយចូលប្រទេសជប៉ុនចំនួន100ម៉ោងនៅប្រទេសជប៉ុនទាំងវគ្គសិក្សាការងារដែលបង្រៀនដោយស្ថាប័នអប់រំភាសាជប៉ុនដែលមានការទទួលស្គាល់ឬវគ្គសិក្សាដែលមានខ្លឹមសារដូចគ្នាដែលបង្រៀនដោយគ្រូបង្រៀនភាសាជប៉ុនដែលបានចុះបញ្ជីមុនពេលចាប់ផ្ដើមធ្វើការងារលើសពីនេះបន្ទាប់ពីត្រូវបានចាត់តាំងឲ្យទៅធ្វើការនៅស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញអ្នកត្រូវតែចូលរៀនវគ្គសិក្សាអំពីការងារចំនួន100ម៉ោងនៅស្ថាប័នអប់រំភាសាជប៉ុនដែលមានការទទួលស្គាល់ឬវគ្គសិក្សាដែលបង្រៀនដោយគ្រូភាសាជប៉ុនដែលបានចុះបញ្ជីដោយមានគោលដៅសម្រាប់បាននូវជំនាញភាសាជប៉ុនស្មើនឹង A2 ឬតេស្តជំនាញភាសាជប៉ុន JAPT N4 ឬ JFT Basic ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ពលករជំនាញកម្រិត1នៅក្នុងកម្មវិធី ESD ចំនួនម៉ោងសិក្សាសរុបមុននិងក្រោយចូលប្រទេសជប៉ុននឹងខុសគ្នាអាស្រ័យថាអ្នកបានប្រឡងជាប់ឬមិនជាប់តេស្តសមត្ថភាពភាសាជប៉ុនដែលមានតម្លៃសមមូលឬអត់ឯកសារនេះគឺជាគំរូនៃលំនាំនៃភាពខុសគ្នានោះជាដំបូងប្រសិនបើអ្នកប្រឡងមិនជាប់តេស្តសមត្ថភាពភាសាជប៉ុនដូចជា JLPT N5 ជាដើមនោះអ្នកចាំបាច់ត្រូវសិក្សាវគ្គសិក្សាសរុបចំនួន320ម៉ោងជាករណីដែលច្រើនជាងគេនោះគឺដោយកម្មវិធីចាស់ដែរក្រោយពួកគាត់បានសិក្សាចំនួន160ម៉ោងមុនចូលប្រទេសជប៉ុននៅប្រទេសជប៉ុនអ្នកនឹងត្រូវបានតម្រូវឲ្យចូលរៀនវគ្គសិក្សាក្រោយចូលប្រទេសជប៉ុនរយៈពេល160ម៉ោងរួមទាំងវគ្គសិក្សាស្តីពីការងារនៅស្ថាប័នអប់រំភាសាជប៉ុនដែលមានការទទួលស្គាល់ឬការបង្រៀនភាសាជប៉ុនរយៈពេល100ម៉ោងពីគ្រូបង្រៀនភាសាជប៉ុនដែលបានចុះបញ្ជីប្រសិនបើអ្នកអាចរៀនវគ្គសិក្សាស្តីពីការងារនៅស្ថាប័នអប់រំភាសាជប៉ុនដែលមានការទទួលស្គាល់ឬការបង្រៀនភាសាជប៉ុនរយៈពេល100ម៉ោងពីគ្រូបង្រៀនភាសាជប៉ុនដែលបានចុះបញ្ជីនៅប្រទេសកំណើតនោះអ្នកក៏អាចបូកបញ្ចូលម៉ោងសិក្សានោះផងដែរចំពោះការបង្រៀនភាសាជប៉ុនពីគ្រូបង្រៀនភាសាជប៉ុនដែលបានចុះបញ្ជីចំនួនសិស្សដែលអាចរៀនក្នុងមួយពេលជាមួយគ្នាត្រូវកំណត់លក្ខខណ្ឌថាត្រូវមានចំនួនតែ20នាក់ឬតិចជាងនេះបន្ទាប់មកប្រសិនបើអ្នកជាបេក្ខជនដែលបានប្រឡងជាប់តេស្តសមត្ថភាពភាសាជប៉ុនដូចជា JLPT N5 ជាដើមអ្នកចាំបាច់ត្រូវសិក្សាវគ្គសិក្សាសរុបចំនួន220ម៉ោងដោយសារតែអ្នកបានចូលរៀនវគ្គសិក្សា110ម៉ោងមុនចូលប្រទេសជប៉ុនហើយនិងវគ្គសិក្សា110ម៉ោងក្រោយចូលប្រទេសជប៉ុនទៀតនោះអ្នកបានឈានដល់កម្រិតជំនាញភាសាជប៉ុនដែលត្រូវការរួចហើយនោះកម្មវិធីសិក្សាអាចដូចគ្នានឹងកម្មវិធី TITP ដែរទោះបីជាការអប់រំភាសាជប៉ុនត្រូវបានផ្ដល់ជូនក៏ដោយ
វាមិនចាំបាច់ជីវសិក្សាស្ដីពីការងារនៅស្ថាប័នអប់រំភាសាជប៉ុនដែលមានការទទួលស្គាល់ឬវគ្គសិក្សាភាសាជប៉ុនដែលបង្រៀនដោយគ្រូបង្រៀនភាសាជប៉ុនដែលបានចុះបញ្ជីនោះទេយើងអាចនិយាយម្យ៉ាងទៀតថាខុសពីកម្មវិធី TITP ចំណុចដែលប្រទេសបញ្ជូននិងស្ថាប័នបញ្ជូនត្រូវយកចិត្តទុកដាក់នោះគឺប្រសិនបើអ្នកមិនទាន់បានប្រឡងជាប់តេស្តសមត្ថភាពភាសាជប៉ុនដូចជា JLPT N5 ឬកម្រិតប្រហាក់ប្រហែលគ្នានៅពេលចូលប្រទេសជប៉ុនទេនោះមិនថាអ្នកទទួលបានការបង្រៀនភាសាជប៉ុននៅក្នុងប្រទេសកំណើតរបស់អ្នកបានល្អប៉ុណ្ណាទេវានឹងមិនត្រូវបានរាប់បញ្ចូលជាម៉ោងសិក្សាភាសាជប៉ុនឡើយលុះត្រាតែវាត្រូវបានផ្ដល់ជូនដោយស្ថាប័នអប់រំភាសាជប៉ុនដែលមានការទទួលស្គាល់ឬគ្រូបង្រៀនភាសាជប៉ុនដែលបានចុះបញ្ជីផ្ទុយទៅវិញប្រសិនបើអ្នកបានប្រឡងជាប់តេស្តសមត្ថភាពភាសាជប៉ុនដូចជា JLPT N5 ជាដើមនោះម៉ោងសិក្សាមុនចូលប្រទេសជប៉ុនគឺ110ម៉ោងហើយម៉ោងសិក្សាក្រោយចូលប្រទេសជប៉ុនគឺ110ម៉ោងសូមពិនិត្យមើលលំនាំនីមួយៗក្នុងចំណោមលំនាំទាំង4នៅក្នុងស៊ុមនៅចំហៀងនេះពីទស្សនៈរបស់ភាគីទទួលប្រសិនបើមាននិស្សិតការងារសម្រាប់អភិវឌ្ឍជំនាញទាំងប្រឡងជាប់និងមិនជាប់បានចូលប្រទេសជប៉ុនក្នុងពេលតែមួយនោះម៉ោងសិក្សានឹងខុសគ្នាដូចនេះកម្មវិធីសិក្សាអាចនឹងមានលទ្ធភាពខុសគ្នាដោយផ្អែកលើជនអន្តោប្រវេសន៍ដែលចូលប្រទេសក្នុងពេលដំណើរគ្នាលើសពីនេះពេលវេលានៃការចាត់តាំងឲ្យធ្វើការជាមួយស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញនឹងខុសគ្នាជាលទ្ធផលអាស្រ័យលើកលៈទេសៈរបស់និស្សិតការងារសម្រាប់អភិវឌ្ឍជំនាញម្នាក់ៗការគ្រប់គ្រងកាន់តែស្មុគស្មាញដែលបង្កើនបន្ទុកលើអង្គការត្រួតពិនិត្យនិងគាំពារនិងស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញបន្ថែមពីនេះទៅទៀតនៅក្នុងកម្មវិធី ESD ទោះបីជាអ្នកត្រូវបានចាត់តាំងឲ្យទៅធ្វើការងារជាមួយកន្លែងអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញក្រោយពីអ្នកបញ្ចប់ថ្នាក់ភាសាជប៉ុនបន្ទាប់ពីចូលប្រទេសជប៉ុនរួចហើយក្តីអ្នកត្រូវតែចូលរៀនវគ្គសិក្សាអំពីការងារចំនួន100ម៉ោងនៅស្ថាប័នអប់រំភាសាជប៉ុនដែលមានការទទួលស្គាល់ឬវគ្គសិក្សាដែលបង្រៀនដោយគ្រូបង្រៀនភាសាជប៉ុនដែលបានចុះបញ្ជីដោយមានគោលដៅសម្រាប់បាននូវជំនាញភាសាជប៉ុនស្មើនឹងកម្រិត A2 ឬតេស្តជំនាញភាសាជប៉ុន JLPT N4 ឬ JFT Basic នេះជាការពន្យល់អំពីកូតាទទួលយក ESDS នៅក្នុងកម្មវិធី TITP ចំនួនជនបរទេសអតិបរមាដែលអាចទទួលយកបានត្រូវបានកំណត់ដោយផ្អែកលើចំនួនបុគ្គលិកពេញម៉ោងរបស់ស្ថាប័នអនុវត្តការហ្វឹកហ្វឺនជំនាញបន្ថែមពីនេះចំនួនបុគ្គលិកពេញម៉ោងមិនរាប់បញ្ចូលចំនួន ESDS ឬចំនួនកម្មសិក្សាការីហ្វឹកហ្វឺនជំនាញឡើយប៉ុន្តែរួមបញ្ចូលទាំងជនបរទេសដែលជាពលករជំនាញឬមានសិទ្ធិស្នាក់នៅផ្សេងទៀតទៅវិញនៅក្នុងកម្មវិធី TITP ដោយសារតែមានការបែងចែកជាពលករជំនាញកម្រិត1កម្រិត2និងកម្រិត3ដូចនេះចំនួនដែលអាចទទួលយកជនបរទេសបានត្រូវបានសម្រេចដោយផ្អែកលើចំនួនបុគ្គលិកពេញម៉ោងរបស់ស្ថាប័នអនុវត្តការហ្វឹកហ្វឺនជំនាញហើយករណីដែលស្ថាប័នអនុវត្តការហ្វឹកហ្វឺនជំនាញមានបុគ្គលិកពេញម៉ោងចំនួន30នាក់ឬតិចជាងនេះនោះគេអាចទទួលយកជនបរទេសយ៉ាងតិច3នាក់ក្នុងមួយឆ្នាំនៅក្នុងកម្មវិធី ESD ដោយសារតែការស្នាក់នៅស្របច្បាប់ត្រូវបានផ្ដល់រយៈពេល3ឆ្នាំតែមួយលើកមិនដូចនឹងពលករជំនាញកម្រិត1ឬកម្រិត2ដែលការស្នាក់នៅស្របច្បាប់មានរយៈពេល1ឆ្នាំនោះទេដូចនេះចំនួនកូតាទទួលយកជនបរទេសក៏ត្រូវបានអនុវត្តដោយកំណត់ត្រឹមដែនកំណត់ខាងលើនៃចំនួនសរុបនៃ ESDS នៅក្នុងឆ្នាំទី1ដល់ទី3របស់ពួកគេដែរតើលោកអ្នកអាចមើលតារាងដែលបង្ហាញពីកូតាទទួលយកសម្រាប់ ESD ប្រភេទត្រួតពិនិត្យក្នុងចំណុចទី2បានទេឧទាហរណ៍ប្រសិនបើស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញមានបុគ្គលិកពេញម៉ោងចំនួន2នាក់ពីមុនពួកគេនឹងទទួលយកមនុស្ស3នាក់ក្នុងមួយឆ្នាំដោយពលករជំនាញកម្រិត1មានចំនួន3នាក់ឬពលករជំនាញកម្រិត2មានចំនួន3នាក់ក្នុងឆ្នាំដំបូងរបស់ពួកគេនិងឬពលករជំនាញកម្រិត2មានចំនួន1នាក់ក្នុងឆ្នាំទី2របស់ពួកគេនោះចំនួនសរុបគឺ9នាក់ប៉ុន្តែសម្រាប់កម្មវិធី ESD ចំនួនកម្មករដែលអាចទទួលបានក្នុងរយៈពេលពី1ឆ្នាំដល់3ឆ្នាំសរុបអតិបរមាគឺ6នាក់ដូច្នេះត្រូវប្រុងប្រយ័ត្នបើសិនជាស្ថាប័នអនុវត្តការងារសម្រាប់អភិវឌ្ឍជំនាញត្រូវបានចាត់ទុកថាជាស្ថាប័នមានគុណភាពល្អប្រសើរដោយផ្អែកលើលទ្ធផលនៃការអភិវឌ្ឍជំនាញនិងសមត្ថភាពភាសាជប៉ុនហើយបំពេញលក្ខខណ្ឌដែលបានកំណត់នោះអាចយោងទៅតាមចំនួនកូតាក្នុងចំណុច2ដូចមានបញ្ជាក់នៅក្នុងតារាងបានក្នុងករណីនេះវាមិនត្រូវបានគិតថាស្ថាប័នត្រួតពិនិត្យនិងគាំពារជាស្ថាប័នល្អប្រសើរឬអត់នោះទេយើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពវីដេអូនេះទៅតាមស្ថានភាពនៃការកែទម្រង់កម្មវិធីនាពេលអនាគតសូមរងចាំព័ត៌មានបន្ថែមនៅពេលខាងមុខនេះសូមអរគុណនិងសូមជម្រាបលា